ដំបងអរគុណដែលឯងផ្ដល់ពេលវេលាដ៏មានតម្លៃឲ្យបងធ្វើការ interview ហើយឥឡូវយើងចូលដល់សំណួរទី1ហើយអ្វីបានជាបងអូនចូលចិត្តស្លៀកពាក់នៅសម្លៀកបំពាក់បែប casual outfit ខ្ញុំគិតថាបាននឹងវាលឿនហើយតាណាបណ្ណាអីយើងអត់ចាំបាច់ធៀងអីច្រើនគឺពាក់ឲ្យទៅក្រៅយើងមក អូខេយើងចូលដល់សំណួរទី2តើអូនគិតថា essential piece មួយណាដែលបរិបទគាត់គួរមាននៅក្នុង collection casual outfit នេះមកឈុតនេះអាវហូឌីឬក៏មានអាវក្នុងនោះឬក៏ខោ shirt pant ក៏បានខោធម្មតាក៏បានណានេះប៉ុណ្ណឹង បើសុំលោកឆាប់មកជុំឲ្យទស្សនិកជនគាត់មើលយើងចូលដល់សំណួរទី3តើអូនមានការ recommend បែបណាសម្រាប់អ្នកដែលគាត់ចង់ try នៅបែបខោអាវបែប casual outfit តែមិនចាំបាច់ចំណាយច្រើន ខ្ញុំបើចង់អត់ចំណាយច្រើនមែនទៅបងហើយចាក់កខ្ញុំអត់សិននឹងលុយអីទៅបងកង ហើយយើងចូលដល់សំណួរទី4តើអូនគិតថា style casual outfit ប្រភេទណាដែលយើងអាចពាក់ជាប្រចាំថ្ងៃបាន អាយខោខ្លីជើង ហើយអីមិនគិតថាពាក់ជើងស្រួល ខ្ញុំពាក់ហើយវាស្រួលមែនចឹងអាចសាកពាក់បានគឺស្រួលមែនតើ ចូលដល់សំណួរទី5សម្រាប់ product ដែលអូនឯងកំពុងតែ try on នៅលើខ្លួននេះភាគច្រើនវាជា local brand ឬមួយក៏អូនឯងទិញមកពីក្រៅប្រទេសមក អានេះគេមកពីឥណ្ឌាអានេះពីឥណ្ឌាអានេះមកពីបង្គំគឺបងខ្ញុំវា order មកគាត់ថាតាមវាម្ដងទៅ អូខេឥឡូវយើងចូលដល់សំណួរទី6តើអូនគិតថា local brand នៅក្នុងប្រទេសយើងតើអូនគិតថាមានការរីកចម្រើនខ្លាំងទេនាពេលបច្ចុប្បន្ននេះ តាមសង្កេតមើលឥឡូវឃើញថារីកចម្រើនខ្លាំងហ្មងព្រោះ Gen Z យើងគ្រប់គ្រងខ្លាំងលើវិស័យ local brand គាត់ដល់គ្នាពាក់ local brand ច្រើនជាង brand មកពីខាងស្រុកអញ្ចឹងធ្វើឲ្យការរីកចម្រើនខ្លាំងគឺរីកចម្រើន អូខេអរគុណអូខេចូលដល់សំណួរចុងក្រោយតើអូនយល់យ៉ាងណាចំពោះសេវាកម្មរបស់ outfit product ទាំងអស់ដែលអូនបានគ្រប់គ្រង ខ្ញុំផ្ទាល់ខ្ញុំអត់សូវបានតែមើលដល់ផ្ទាល់ទេច្រើននឹងមើលទៅតាម online អូខេ អញ្ចឹងគឺថាការវេចខ្ចប់របស់ពួកគាត់គឺល្អមានស្តង់ដារថាអត់ទៅឲ្យរបស់យើងទៅអាយយើងអីប្រឡាក់ឬក៏คลิปជួអីទេហើយទៅគឺល្អនេះគឺថាការខាញ់ sticker ដូចជាការខ្ចប់ packaging ល្អហ្មងស្អាតទៅល្អហ្មងល្អ អូខេចូលជាចុងក្រោយអរគុណបងដែលបានចំណាយពេលដែលមានតម្លៃនៅក្នុងការ interview សារ៉ាន់ហេ អារម្មណ៍នេះអួលអាអេអាទៀកទៀកលាក់លួចស្នេហ៍ជួបភ្លាមអឹមអៀនបងដឹងទេមានគេមកហើយទេបែរដងអូនអួលអាគៀងគៀងផេងផេងលេងស្រដីតែកែភ្នែកអាចបញ្ជាក់នៃអូន